វិចសមលើកទី2បងប្អូនហើយរោគរាក់ជាងលើកទី1ទៀតមើលទៅព្រោះអីគឺថាលឹកចេកលឹកម៉ត់ខ្ទេចខ្ទីអស់លីងតែម្ដងទិញទុកយូរបងប្អូនហើយវិចសានេះមាន2ពណ៌តែបងប្អូនដឹងថានឹងខ្ញុំភ្លេចអីខ្លះហេចាំជួយពិនិត្យទាំងអស់គ្នាណាហើយវិចសមជ្រូកពេលណាក៏រសជាតិឆ្ងាញ់ដែរគ្រាន់ថាវិចមិនសូវស្អាតដូចគេចឹងណាបងប្អូននេះមកមើលលឹកចេកនឹងខ្ញុំថាវាមិនឃើញបងប្អូនខ្ញុំទិញទុកក្នុងទូកកហើយលើកចេញលើកចូលឡើងកន្លះឆ្នាំហើយបងប្អូនឡើងផុយបាក់អស់លីងចឹងណាហើយមើលកណេកណាត់នៅឃើញនៅស្រុកខ្មែរបងប្អូនហើយលឹកចេកយកទៅណាអស់ហើយប៉ុណ្ណឹងបងប្អូន10រៀលជាងអត់បានកន្លះគីឡូទេតែអញ្ចឹងនិយាយរឿងលឹកចេកប៉ុណ្ណឹងបានហើយទៅចាប់ផ្ដើមវិចសមជាមួយនឹងខ្ញុំទាំងអស់គ្នាដំបូងនេះខ្ញុំដាក់ត្រាំកតណាបហើយកតណាបនេះអត់បានត្រាំពីយប់ទេបងប្អូនត្រាំប្រហែលជា3ម៉ោងហើយទេដាក់យើងលាងឲ្យស្អាតពី3ទឹកទៅចាំដាក់ត្រាំណាបងប្អូនហើយនេះខ្ញុំប្រើអង្ករដំណើប1គីឡូកន្លះបងប្អូនហើយនេះសណ្តែកខ្ញុំត្រាំដែរលាងស្អាតត្រាំដូចគ្នាគឺមានចំនួនប្រហែលកន្លះគីឡូអីទេហើយសាច់3ជាន់ខ្ញុំចូលចិត្តស្នូលបែបធំអញ្ចឹងហើយហាន់រៀងធំហើយយើងយកមកប្រឡាក់គ្រឿងមកមានម្រេចបុកជាមួយនឹងខ្ទឹមមានស្ករមានអំបិលហើយជាមួយនឹងម្សៅស៊ុបផងដែរនេះខ្ញុំមានបន្ថែមប្រេងខ្យងទីក៏បងប្អូនប្រឡាក់តែប៉ុណ្ណេះរសជាតិឆ្ងាញ់មែនតែនសាច់3ជាន់របស់យើងពេលប្រឡាក់អញ្ចឹងបងប្អូនទុកក្នុងទូទឹកកកប្រហែលជា2-3ម៉ោងអីក៏បានដែរហើយនេះខ្ញុំវិចសានោះឆាអង្ករបងប្អូនយើងដាក់ខ្ទិះដូងមកបន្ទាប់មកដាក់អំបិលស្ករម្សៅស៊ុបតិចទៅដើម្បីឲ្យសាច់អន្សមរបស់យើងមានជាតិឆ្ងាញ់ណាបងប្អូនហើយយើងដាក់តិចបានដើម្បីឲ្យមានជាតិកុំឲ្យដាក់ច្រើនខ្លាចប្រៃអញ្ចឹងហើយយើងកូរខ្ទិះដូងមកបន្ទាប់មកចាក់អង្ករដំណើបដែលយើងលាងសម្រស់ទឹកស្ងួតហ្នឹងយកចាក់ចូលមកបងប្អូនបើនេះខ្ញុំត្រាំកពីយប់នេះខ្ញុំអត់ឆាទេតែដោយសារនេះយើងត្រាំដល់ប្រហែលម៉ោងអញ្ចឹងណាហើយឆាអង្ករគោរសជាតិឆ្ងាញ់ប្លែកដែរបងប្អូនយើងស្ងោរក៏ឆាប់ឆ្អិនហើយសាច់ដូងនេះខ្ញុំនៅសល់ក្នុងទូកកក៏យកមកលាយលាយសាច់ដូងយើងរសជាតិឆ្ងាញ់ឡើងឈ្ងុយហ្មងបងប្អូនហើយយើងកូរតតែរៀងនៅប៉ែកចឹងទៅបងប្អូននៅខ្ទិះដូងយើងចង់ដាច់ទឹកចឹងណាចាំយើងបិទភ្លើងឲ្យឈ្ងុយមែនតើបងប្អូនហើយសាច់អង្កររបស់យើងណាបន្ទាប់ពីឆាអញ្ចឹងហើយនឹងខ្ញុំបានដួសទុកមួយឡែកមកហើយមកអង្ករហ្នឹងណាខ្ញុំបានចែកជា2បងប្អូនព្រោះអីចង់បានដាក់ពណ៌មួយហើយពណ៌នេះនឹងខ្ញុំយកលេអាហារលាយជាមួយនឹងតើយស្លឹកតើយបងប្អូនហើយពណ៌ស្អាតមែនតើយើងដាក់លាយតិចទៅហើយយើងដាក់លាយទឹកបន្តិចបងប្អូនដើម្បីឲ្យទឹកពណ៌សព្វល្អហើយយើងចាក់ចូលអង្ករមកបោកភ្លើងតិចទៅយើងច្របល់ឲ្យសព្វទៅណាបងប្អូននេះជាលើកទី1ផងដែរដែលខ្ញុំលាយបែបនេះណាបងប្អូនខ្លះគេត្រាំជាមួយនឹងអង្ករតែខ្ញុំអត់ទេយកមកឆាអញ្ចឹងហើយចំពោះសណ្តែកនេះយើងដាក់គ្រឿងតិចដូចគ្នាបងប្អូនមានអំបិលស្ករម្សៅស៊ុបបន្តិចទៅដើម្បីឲ្យមានជាតិឆ្ងាញ់ច្របល់ឲ្យសព្វសណ្តែកនេះខ្ញុំត្រាំជាមួយអង្ករប្រហែលជា3-4ម៉ោងដូចគ្នាអត់សូវចេះវិចទេបងប្អូនតែហេតុតែចង់ញ៉ាំណាក៏ធ្វើតែម្ដងទៅហើយស្លឹកចេកទិញទុកយូរបងប្អូនហើយដាច់អស់ហើយនៅឃើញថានៅស្រុកខ្មែរវិញដឹងយកទៅណាអស់ទេស្លឹកចេកហើយស្លឹកចេកនេះយើងជូតច្បាស់ឲ្យស្អាតមកណាបងប្អូនរួចរាល់ហើយគ្រឿងផ្សំចឹងយើងចាប់ផ្ដើមវិចនេះបងប្អូនឃើញទេក៏តំណាប់ដែលយើងលាយពណ៌ស្អាតណាបងប្អូននេះពណ៌សនេះខ្សែសម្រាប់ចងនំតើអញ្ចឹងរៀបចំស្លឹកចេកចាប់ផ្ដើមវិចហើយនឹងខ្ញុំអត់បានដាក់ស្លឹកចេកច្រើនទេបងប្អូនព្រោះអីស្លឹកចេកតិចអញ្ចឹងធ្វើនំប្រហែលអត់បាន10ណាបងប្អូននំនេះខ្ញុំ
ហើយនេះយើងដាក់អង្ករមកបន្ទាប់មកដាក់ស្ដាយហើយនឹងខ្ញុំភ្លេចគ្របពីលើបងប្អូនអើយដាក់អញ្ចឹងក៏ខ្ចប់តែម្ដងភ្លេចដល់ពេលវិចអស់មិននឹកឃើញអូវិចអត់ត្រូវយើងចងចឹងណាបងប្អូនអើយបត់ក្បាលបត់អីចងមកវាមកទៅថាពិបាកក៏ថាបានថាស្រួលក៏ថាបានដែរសម្រាប់បងប្អូនអ្នកចេះណានេះឃើញទេចងឲ្យមើលទៅឲ្យសមណាបងប្អូននឹកឃើញកាលនៅក្មេងបងប្អូននំសមនៅផ្ទះយាយអីគាត់វិចចឹងស្ងោរឆ្អិនអត់ដែរញ៉ាំទេមិនសមចេកអីយកមកប្រឡែងខ្សាយហើយធ្វើកាបូបស្ពាយបងប្អូនពីយួរទុកតែ3ថ្ងៃអីនំយកឡើងចេញទឹកតែម្ដងនំសមចេកឡើងផ្អមអានេះសមជ្រូកតែវិចបង្ហាញបងប្អូនអីបង្ហាញឲ្យនំវិចខុសបងប្អូនអត់បានខុសស្ដាយខុសអង្គពីលើទៀតណាមួយស្លឹកចេកតិចផងមិនសិនជាខុសនំធំជាងនឹងទៀតអញ្ចឹងក៏ទៅតាមតាណាទៅបងប្អូនលើកទី2បងប្អូននៅតែអត់ស្ទាត់ជំនាញទៀតហើយវិចលក់ទៅមិនទៅបងប្អូនមើលបងប្អូនណាឆ្កងណានេះខ្ញុំបង្ហាញរបៀបនេះតែ2ហ្នឹងទេណាបងប្អូនរបៀបវិចតែ2ហ្នឹងទេព្រោះបងប្អូនខ្លះជំនាញជាខ្ញុំមកដោយសារស្លឹកចេកយើងតិចស្ដាងអញ្ចឹងណាវាស្ងោរទៅងាយនឹងចូលទឹកមែនតើបងប្អូនចឹងនេះខ្ញុំបានដាក់រុំថងតិចទៅរុំថងអញ្ចឹងយើងដាក់ស្ងោរទៅនំយើងល្អតាបងប្អូនអត់អីទេហើយលើកទី1ផងដែរដែលខ្ញុំដាក់រុំអញ្ចឹងណានេះហើយនេះថងសម្រាប់ដុតមាន់ណាបងប្អូនដោយសារខ្វះលឹកចេកក៏យកថងនោះមកជំនួសថងហ្នឹងអត់អីទេយើងសម្រាប់ដុតសាច់ដុតអីអញ្ចឹងយើងយកមកស្ងោរអត់មានបញ្ហាអីទេហើយឆ្នាំងនេះខ្ញុំដាក់ស្ងោរអញ្ចឹងណាបងប្អូនពេលដាំទឹកពុះយើងដាក់ស្ងោរមកហើយឆ្នាំងនេះមានកលឹះបងប្អូនហើយយើងស្ងោរឆាប់ឆ្អិនណាពេលដែលបិទកលឹះហើយយើងយកឈើសកាត់តិចមកដើម្បីឲ្យខ្យល់កុំឲ្យចំហាយចេញណាបងប្អូនខ្ញុំស្ងោរប្រហែល1 ម៉ោង1 ម៉ោងកន្លះអីឆ្អិននំយើងឆ្អិនតែម្ដងណាហើយនេះបងប្អូន1 ម៉ោងកន្លះក្រោយមកខ្ញុំបានស្រង់មើលហើយឆ្នាំងតូចបងប្អូនស្ងោរម្ដងបានតែ3 4នំអីទេវាឆ្អិនរួចរាល់ហើយបងប្អូនឃើញទេនំវិចមើលទៅដូចថាខ្វះស្លឹកចេកអីចឹងណាយកថងដុតនំដុតមាន់មកជំនួសអត់អីទេបងប្អូនរសជាតិឆ្ងាញ់ហើយវាអត់ប៉ះពាល់អីទេព្រោះអីថងសម្រាប់គេធ្វើម្ហូបអញ្ចឹងណាបាននំប៉ុណ្ណឹងឯងបងប្អូនណាស្លឹកចេកជិតកន្លះគីឡូតើអញ្ចឹងទៅកាត់មើលមកនឹងខ្ញុំហើយវិចលក់ទៅមិនទៅបងប្អូនណាបើអញ្ចឹងស្លឹកចេកដូចថាថ្លៃបងប្អូនស្លឹកចេកថ្លៃហើយវាអត់ល្អទេអត់ដូចស្លឹកចេកនៅស្រុកយើងឯងឃើញពណ៌ស្អាតមែនតើបងប្អូនហើយនំដែលយើងឆាអង្កររសជាតិឆ្ងាញ់ណានិយាយពីក្លិនมันឈ្ងុយខ្លាំងហ្មងយើងដាក់សាច់ដូងហងខ្ទិះដូងហងបងប្អូននេះពណ៌ខាងក្នុងពណ៌រៀងលះតិចបងប្អូនណាលើកទី1បងប្អូនលាយពណ៌ឲ្យចំជុលបន្តិចនេះហើយខ្ញុំបានដាក់ចៀនខ្លះវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាបងប្អូនបើសិនជាបងប្អូនពេញចិត្តអីក៏ជួយ share ចែកម្លែកម្នាក់មួយផងហើយបើសិនជាបងប្អូនមានមតិយោបល់អីអាច comment ខមវីដេអូនេះខ្ញុំបានហើយនេះខ្ញុំក៏សូមអរគុណសូមជម្រាបលាជូនពរពុកម៉ែបងប្អូនសុខភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយ